សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប Remote AWS Access ហើយតកតងនឹង Complete Test ក៏ដូចជា EC2 របស់យើងក៏នៅទៅកាន់ SSH ហើយជាដំបូងយើងត្រូវ login ចូល AWS របស់យើងមកហើយបន្ទាប់មកយើងវាយយើង search EC2 ហើយយើងចូលចុចកន្លែង EC2 ហ្នឹងមកហើយបន្ទាប់មកយើងចុចទៅកាន់ instance តែដំបូងយើងត្រូវបដូរ location យើងបើអ្នកទាំងអស់គ្នាអត់ទាន់បដូរទេអ្នកទាំងអស់គ្នាត្រូវបដូរទៅ Ohio ដើម្បីវាកាត់លុយតិចអញ្ចឹងយើងចុច Ohio ហ្នឹងមកហើយតែបន្ទាប់មកយើងចូលទៅកាន់ line instance កន្លែងនេះយើងវាយឈ្មោះរបស់យើងមកខ្ញុំសូមធ្វើការដាក់ u30 underscore EC2 ចាំមកបន្ទាប់មកយើងកន្លែងនេះយើងជ្រើសយកយមទូហើយតទៅនេះវិញយើងជ្រើសយកfree tier នោះមកបន្ទាប់មកយើងចូលទៅកន្លែង create new key pair នេះមួយហើយយើងដាក់ឈ្មោះមួយមកសម្រាប់ហើយយើង create pair key pair មកពេលដែលយើង create ហើយយើងវាចូល download អីអញ្ចឹងយើងត្រូវចំណាំថាយើងទុកនៅកន្លែងណាបន្ទាប់មកយើង line instance នោះមកហើយយើងចាំបន្តិចដើម្បីឲ្យវាដំណើរការពេលដំណើរការហើយយើងចូលទៅកន្លែង instance នេះវិញហើយយើងរងចាំដើម្បីឲ្យវាចេញload ថា check up ហើយអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ stop រហូតដល់វា load check up ហើយយើងអាចចាំឲ្យ refresh យូរម្ដងទៅដើម្បីថាវា load នៅអញ្ចឹងឥឡូវ stop ហើយនេះឥឡូវវា check ហើយអញ្ចឹងយើងចូលកន្លែង instance ID នេះមកបន្ទាប់មកយើងចុចពាក្យថា connect បន្ទាប់មកយើងចូលទៅកាន់ SSH client នេះយើងធ្វើការ copy ឈ្មោះនេះមកបន្ទាប់មកយើងធ្វើការទៅកាន់ keyboard របស់យើងមកហើយយើងចូលទៅកាន់ CD download ហើយបន្ទាប់មកយើងចូលធ្វើការ pass មួយមក pass comment មិញហ្នឹងយើង right click មកយើង pass ម្ដងទៀត pass វាមកបន្ទាប់មកយើង copy example នេះទៅ pass វាម្ដងទៀតវានឹងធ្វើការដំណើរការហើយយើងវាយ yes មកនេះវាដែរឥឡូវយើងចង់ដឹងថាវាត្រូវអត់យើង say comment UMI មកpwd ដែរ hostname មួយទៀតមកនេះគឺវាដែរបន្ទាប់មកយើងធ្វើការ create folder មួយមក sudo mk dir
Zone 4 trong khối zone 10 hay enter mốc còn đó mốc dân thôi ca install 3 muối sudo apt install 3 នេះយើងអត់បានអញ្ចឹងយើងសាកupdate មួយសិន sudo apt updateបន្តមក apt list upgrade 1 មកហើយឥឡូវយើងសាកម្ដងទៀតមើលថាវាចេញឡើង sudo apt install 3 នេះវាដើរហើយឥឡូវយើងធ្វើការបង្កើត file ម្ដងទៀត sudo apt free 001 ដល់010មិញភ្លេច mkd mk ir dot clear នេះហើយបន្ទាប់មកយើងដាក់ឆែកវាមើលមកនេះឥឡូវយើងបង្កើតហើយអញ្ចឹងឥឡូវយើងធ្វើការបង្កើត file text វាមួយកន្លែងនេះយើងដាក់ nano t .txt វាចូលធ្វើវាចូលហើយឥឡូវយើងសាកដាក់hello សមកបាទឥឡូវយើងធ្វើការសរសេរបែបនេះវិញមកនេះចេះមកឥឡូវយើងចេញមកយើង save វាមកហើយ enter ចេញមក clear វាមួយមក
là dương thua cả copy fileទាំងអស់ហ្នឹងទៅដល់0010 មក sudo cp text dot tmod បន្ទាប់មកដាក់001មក enter ឥឡូវ002ម្ដង 003 004 10 slash មកហើយយើង enter មកឥឡូវយើងធ្វើការ review មួយមកនេះវាចេញមកហើយ file ដែលយើង copy មកចូល directory មួយហើយឥឡូវយើងធ្វើការថាមួយការដក cvf AU30 dot TAR ស្លាមកនេះឥឡូវយើងធ្វើការដាក់វាហើយឥឡូវយើងធ្វើការ extract វាចេញម្ដង TAR ដក HVF មក AU30 នេះ extract ហើយតែវាអត់ដើរអញ្ចឹងដោយសារយើងអត់មាន permission អញ្ចឹងយើងធ្វើការប្រើតាម sudo វិញ sudo ថាមិញមកហើយយើង enter ម្ដងទៀតមកនេះគឺវាជោគជ័យមែនតើហើយឥឡូវយើងធ្វើការប្រើ command មួយទៀត cvf AU30 ឥឡូវយើងសាកមើលវាមកនេះគឺវាចេញហើយបន្ទាប់មកយើងអានវាវិញយើងដាក់ថាដក
នេះគេថាវិញហើយមកពីមុនហ្នឹងខ្ញុំសេនេះ SU30 capital letter វា small letter ទេរកមកយើងធ្វើការពលាវិញពលាវាវិញមកវាលោតចេញហើយអញ្ចឹងយើងចូលម្ដងទៀតមកឥឡូវយើងពលាវាចេញមកឥឡូវវាបានពលាចេញហើយបន្តមកធ្វើការ install zip មួយមកឥឡូវយើងធ្វើការ zip file វាមក zip .ov ឥឡូវយើង unzip វាវិញមកនេះយើងសាកsudo វាមកនេះមុនហ្នឹងវាអត់ឲ្យ permission ឥឡូវវា sudo វាបានហើយ unzip បានហើយឥឡូវយើងធ្វើការ tree វាមើលមកបាទអ្នកនរគ្នាដែលតទៅនឹងការងារខ្ញុំ comment ខ្ញុំមានតែប៉ុណ្្នឹងហើយយើង close វាមកមុននឹងយើងចប់យើងត្រូវទៅបិទនៅកន្លែងAWS កុំឲ្យវាកាត់លុយយើងរហូតអញ្ចឹងទៅយើងចូលកន្លែង instant state ហើយ stop instant ទៅវានឹងជប់កាត់លុយយើងហើយអូខេយើងចុច stop មកបន្ទាប់ពី stop ហើយយើង refresh វាមួយមកនេះគឺវា land online ទៀតហើយដែលវីដេអូខ្ញុំវាតែប៉ុណ្្នឹងអរគុណអ្នកនរគ្នា